រឿងដែលទាហានខ្មែរស្លាប់គឺថៃមកបាញ់ទាំងខ្មែរអត់បានទៅរករឿងមុនទេអញ្ចឹងមកបាញ់ខ្មែរដល់ទឹកដីខ្មែរហើយធ្វើឲ្យស្លាប់ដោយអត់បានរករឿងមុនដូច្នេះហើយបានជាយកហេតុផលថាខ្មែរធ្លាប់ដោះស្រាយបញ្ហាដោយសន្តិវិធីជាមួយនឹងភាគីថៃនឹងយូរលង់ណាស់មកហើយមិនមែនតែពេលនេះទេនៅប្រទេសជិតខាងហ្នឹងគឺដោះស្រាយតាមរបៀបផ្សះផ្សាអញ្ចឹងទៅក៏ប៉ុន្តែកម្ពុជាទទួលស្គាល់ថាមកដល់ចំណុចថ្ងៃទី28 ខែឧសភាដែលមានការផ្ទុះអាវុធរហូតដល់ស្លាប់ទាហានខ្មែរមួយរូបនេះគឺជារឿងដែលពិបាកនឹងចរចាគ្នាកើតណាស់ទៀតហើយទៅទៀតកើតហើយដោយសារអីរឿងនេះបើមិនយកទៅតុលាការអន្តរជាតិទេគឺមិនមានដំណោះស្រាយឲ្យចប់សពគ្រប់ទេខ្ញុំសប្បាយចិត្តដែរខ្ញុំឮសូរឃ្លានេះខ្ញុំសូមអបអរសាទរត្រេកអរចំពោះការដែលលើកឡើងអំពីថាអស់ចិត្តនឹងការចរចាអស់ចិត្តនឹងលែងចរចាតទៅទៀតទេព្រោះអីអត់បានផលណាដូច្នេះក្នុងន័យហ្នឹងគឺរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ក្នុងន័យមួយថាផ្អែមបន្លែជាមួយថៃយូរពេកគឺអត់បានដោះស្រាយអីទេហើយបញ្ហាហ្នឹងវានៅតែស្រកាក៏ប៉ុន្តែថៃកម្ពុជាក៏បានប្រើឃ្លាមួយនិយាយអញ្ចឹងថាភាគីកម្ពុជាសង្ឃឹមថាភាគីថៃនឹងដឹកដៃគ្នាជាមួយនឹងភាគីកម្ពុជាឡើងទៅតុលាការយុត្តិធម៌អន្តរជាតិជុំគ្នានឹងដឹកដៃជុំគ្នាបាទសង្ឃឹមក៏ប៉ុន្តែកម្ពុជានិយាយទៅវិញចេះទៅវិញថាបើអត់បានជុំគ្នាឬថៃមិនព្រមដឹកដៃជុំគ្នាឡើងតុលាការទេខ្មែរទៅតែម្នាក់ឯងក៏បានដែរហើយនៅពេលដែលទៅម្នាក់ឯងយកមកថង់ទៅតែម្ដងគឺមកបំវិចហ្នឹងទៅគឺដោយទៅរឿងអីរឿងមុំបីរឿងប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំនិងតាកបីអញ្ចឹងដូច្នេះមានចំណុចព្រំដែន4ចំណុចដែលត្រូវយកទៅប្តឹងនៅតុលាការយុត្តិធម៌អន្តរជាតិដូច្នេះភាគីកម្ពុជាមកដល់ម៉ោងនេះបានយកបាល់ពីជើងថៃហើយក្នុងន័យថាសង្ឃឹមថាថៃនឹងព្រមក៏ហីចោះប៉ុន្តែឥឡូវនេះគឺដកបាល់ពីជើងរបស់ថៃឲ្យបដើម្នាក់ឯងទៅហើយកម្ពុជាដែលចេញកាលពីម៉ោង1យប់មិញនេះនៅប្រទេសកម្ពុជាហ្នឹងគឺ9 10ម៉ោងមុននេះឯងហើយនិយាយទៅ11ម៉ោងឥឡូវនេះសេចក្តីថ្លែងការណ៍ហ្នឹងគឺតាមពិតវាពីទំព័រឯណោះខ្ញុំនឹងសង្ខេបឲ្យខ្លីហើយខ្ញុំជឿថាសេចក្តីថ្លែងការណ៍នេះមែនតើប្រឹងសរសេរជាភាសាអង់គ្លេសហើយមិនទាន់មានជាភាសាខ្មែរដែលចេញតាន់នេះគឺខ្ញុំជឿថាជាការធ្វើឲ្យតាន់ពេលវេលាដើម្បីតបទៅនឹងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលថៃដែលចេញមុននឹងមួយថ្ងៃទៅហើយដោយសារតែថៃគេប្រាប់ថាគេអត់ស្វាគមន៍ការយកបញ្ហាព្រំដែនយកទៅជជែកគ្នានៅកម្រិតតុលាការអន្តរជាតិទេភាគីថៃនៅតែទទូចឲ្យខ្មែរយកបញ្ហានេះមកជជែកលើតុរវាងភាគីខ្មែរនិងថៃតាមរយៈយន្តការដែលមានស្រាប់ណាយន្តការគណៈកម្មការចម្រុះកិច្ចការព្រំដែនរវាងប្រទេសទាំងពីរឥឡូវនេះថៃបោះបាល់ឲ្យខ្មែរទៀតថាធ្វើម្ចាស់ផ្ទះទៅរៀបចំប្រជុំទៀតចរចាទៀតក៏បានដែរថ្ងៃ14ខែមិថុនាឆ្នាំ2025ធ្វើនៅភ្នំពេញទៅគេក៏យល់ព្រមឲ្យខ្មែរធ្វើនៅភ្នំពេញទៅគេមកចូលរួមជជែកអត់អីទេកំពុងតែលួងថាចរចារឿងព្រំដែនហ្នឹងណាកុំឲ្យថាទៅបាច់ទៅដល់ថៃឬក៏ទល់ដែននេះនាំឆ្ងាយចឹងមកបំពេញថៃគេបំពេញមុខយើងទៀតឲ្យកិត្តិយសយើងទៀតឲ្យតែព្រមចរចារវាងថៃនិងខ្មែរគេមកចូលដល់ផ្ទះយើងទៀតក៏បានដែរអត់អីទេប៉ុន្តែថៃប្រកាន់ចំហមួយថាអ្វីដែលថៃធ្វើនេះគឺដើម្បីរក្សាមិត្តភាពសន្តិភាពអ្នកចិត្តខាងល្អហើយបន្តការចរចាអញ្ចឹងចោះព្រោះអីមានតែយន្តការចរចារវាងប្រទេសនឹងប្រទេសនឹងឯងដែលអាចរកសុខសន្តិភាពរវាងប្រទេសទាំងពីរអីតំណែងល្អនឹងគ្នាអញ្ចឹងទៅក៏ប៉ុន្តែរឿងដែលសំខាន់បំផុតនេះគឺអញ្ចេះទៅវិញពេលដែលថារឿងជជែកជាមួយគ្នាស្មោះទៅស្មោះមកហ្នឹងថៃអត់ស្មោះត្រង់ខ្លួនឯងបាត់ទៅហើយដោយសារអីបើខ្ញុំនិយាយថាអត់ស្មោះត្រង់នេះដោយសារខ្ញុំកាន់ជើងភាគីកម្ពុជាយើងឯងខ្ញុំកាន់ជើងភាគីកម្ពុជានឹងត្រង់ន័យថាអញ្ចេះត្រង់តែយើងនៅតែប្រកាន់ចំហថាទាហានខ្មែរដែលស្លាប់នៅគេដែលថាស្លាប់ថ្ងៃទី28ខែ5ហ្នឹងគឺជាការស្លាប់ហ្នឹងស្លាប់ដោយសារគេមកបាញ់ដល់ផ្ទះហ្មងបាញ់ដល់ត្រង់សេលេនដ្ឋានខ្លួនកំពុងតែឈរជើងនៅលើដីខ្មែរអញ្ចឹងថៃក៏នៅតែប្រកាន់ចំហថាយើងទេដែលនាំភ្លើងទៅបាញ់គេមុនហើយនៅក្នុងដីគេទៀតគេកំពុងល្បាតនៅក្នុងតំបន់ចំនួននិយាយទៅតំបន់ដែលប្រទីងបន្ទង់គ្នាប៉ុន្តែថៃនៅតែគិតថាគេធ្វើនឹងដើម្បីការពារខ្លួនគេតាមច្បាប់អន្តរជាតិគឺបើយើងទៅបំពេញដីគេនៅក្នុងតំបន់ហាមឃាត់គេឲ្យទៅបាញ់ប្រាវទៅលើគេទៀតចឹងគេបើកការបាញ់តបវិញដើម្បីការពារខ្លួនតាមច្បាប់អន្តរជាតិណាការពារបូរណភាពការពារទឹកដីប៉ុន្តែខ្មែរនៅក្នុងសេចក្តីថ្លែងការណ៍ច្រើនលើកច្រើនគ្រាហើយរួមទាំងលើកមួយនេះផងថារឿងដែលទាហានខ្មែរស្លាប់គឺថៃមកបាញ់ទាំង
ខ្មែរអត់បានទៅរករឿងមុនទេអញ្ចឹងមកបាញ់ខ្មែរដល់ទឹកដីខ្មែរហើយធ្វើឲ្យស្លាប់ដោយអត់បានរករឿងមុនដូច្នេះហើយបានជាយកហេតុផលថាខ្មែរធ្លាប់ដោះស្រាយបញ្ហាដោយសន្តិវិធីជាមួយនឹងភាគីថៃនឹងយូរលង់ណាស់មកហើយមិនមែនត្រឹមតែពេលនេះទេនៅប្រទេសជិតខាងហ្នឹងគឺដោះស្រាយតាមរបៀបផ្សះផ្សាអញ្ចឹងទៅក៏ប៉ុន្តែកម្ពុជាទទួលស្គាល់ថាមកដល់ចំណុចថ្ងៃទី28 ខែឧសភាដែលមានការផ្ទុះអាវុធរហូតដល់ស្លាប់ទាហានខ្មែរមួយរូបនេះគឺជារឿងដែលពិបាកនឹងចរចាគ្នាកើតណាស់ទៀតហើយទៅទៀតកើតហើយដោយសារអីរឿងនេះបើមិនយកទៅតុលាការអន្តរជាតិទេគឺមិនមានដំណោះស្រាយឲ្យចប់សពគ្រប់ទេខ្ញុំសប្បាយចិត្តដែរខ្ញុំឮសូរឃ្លានេះខ្ញុំសូមអបអរសាទរត្រេកអរចំពោះការដែលលើកឡើងអំពីថាអស់ចិត្តនឹងការចរចាអស់ចិត្តនឹងលែងចរចាតទៅទៀតទេព្រោះអីអត់បានផលណាដូច្នេះក្នុងន័យហ្នឹងគឺរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ក្នុងន័យមួយថាផ្អែមបន្លែជាមួយថៃយូរពេកគឺអត់បានដោះស្រាយអីទេហើយបញ្ហាហ្នឹងវានៅតែស្រកាក៏ប៉ុន្តែថៃកម្ពុជាក៏បានប្រើឃ្លាមួយនិយាយអញ្ចឹងថាភាគីកម្ពុជាសង្ឃឹមថាភាគីថៃនឹងដឹកដៃគ្នាជាមួយនឹងភាគីកម្ពុជាឡើងទៅតុលាការយុត្តិធម៌អន្តរជាតិជុំគ្នានឹងដឹកដៃជុំគ្នាបាទសង្ឃឹមក៏ប៉ុន្តែកម្ពុជានិយាយទៅវិញចេះទៅវិញថាបើអត់បានជុំគ្នាឬថៃមិនព្រមដឹកដៃជុំគ្នាឡើងតុលាការទេខ្មែរទៅតែម្នាក់ឯងក៏បានដែរហើយនៅពេលដែលទៅម្នាក់ឯងយកមកថង់ទៅតែម្ដងគឺមកបំវិចហ្នឹងទៅគឺដោយទៅរឿងអីរឿងមុំបីរឿងប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំនិងតាកបីអញ្ចឹងដូច្នេះមានចំណុចព្រំដែន4ចំណុចដែលត្រូវយកទៅប្តឹងនៅតុលាការយុត្តិធម៌អន្តរជាតិដូច្នេះភាគីកម្ពុជាមកដល់ម៉ោងនេះបានយកបាល់ពីជើងថៃហើយក្នុងន័យថាសង្ឃឹមថាថៃនឹងព្រមក៏ហើយចុះប៉ុន្តែឥឡូវនេះគឺដកបាល់ពីជើងរបស់ថៃឲ្យបដើម្នាក់ឯងទៅហើយអញ្ចឹងបានន័យថានេះគឺជាការបដិញ្ញាខ្ពស់របស់ភាគីកម្ពុជាគួរឲ្យសាទរដែរអញ្ចឹងបងប្អូនស្ដាប់គួរឲ្យសាទរគាត់ហើយចង់និយាយថាមានរឿងអីតទៅមុខទៀតហើយយើងចាំមើលចំហរបស់គាត់យ៉ាងម៉េចទៀតយើងនឹងជជែកទៀតប៉ុន្តែខ្ញុំនឹងបញ្យល់ពីបច្ចេកទេសនៅក្នុងការប្តឹងតើទៅម្នាក់ឯងគេអត់ទៅតាមនឹងតើវាយ៉ាងម៉េចវាស្មុគស្មាញមិនធ្វើកើតអត់ព្រោះសាលាការ ICJ នេះគឺគេមានលក្ខន្តិកៈមានមេត្រាច្រើនណាស់ដែលចងកាតព្វកិច្ចនៅក្នុងគូភាគីនៅក្នុងរឿងក្តីហ្នឹងអញ្ចឹងណាប៉ុន្តែយើងមើលចេះវិញចុះបើសិនជាថាឥឡូវប្តឹងទៅហើយព្រមថាប្តឹងកាលពីមុនបើខ្ញុំចាំគឺថាភាគីខាងកម្ពុជានឹងដូចជាគិតថាពេលដែលជជែកកិច្ចការព្រំដែនជាមួយគណៈកម្មការ JBC ហ្នឹងគឺនឹងលើកយកចំណុចហ្នឹងនៅក្នុងរបៀបវរៈដើម្បីជជែកដែររបៀបវរៈរឿងតាកបីរឿងប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំហើយនឹងមុំបីអីហ្នឹងថាយកទៅដាក់ចូលក្នុងរបៀបវរៈដើម្បីជជែកគ្នានៅក្នុងពេលដែលជួបគ្នាជាមួយភាគីថៃនៅលើកក្រោយនេះបានន័យថាអាចនឹងលើកថ្ងៃទីត្រូវថ្ងៃទី14ហ្នឹងក៏តែមិនដឹងនៅក្នុងចង់និយាយរបៀបវរៈលើកក្រោយប៉ុន្តែពេលនេះកម្ពុជាបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនអត់មានជជែកគ្នាទៀតទេនៅពេលដែលជួបជាមួយនឹងគណៈកម្មការកិច្ចការព្រំដែនចម្រុះរវាងកម្ពុជានិងថៃឈប់ជជែកគ្នារឿងអា4នេះហើយនេះព្រោះដកចាញ់ខ្ញុំនិយាយចឹងបាល់ហ្នឹងគឺបានន័យថាបលេះពីជើងថៃមកហើយគឺបដើទៅខ្លួនឯងហើយអញ្ចឹងបានន័យថាជជែកអីគេអញ្ចឹងថ្ងៃ14 ខែមិថុនានៅភ្នំពេញហ្នឹងជជែករឿងអីខាងកិច្ចការព្រំដែនកម្ពុជានិយាយថាជជែកតែបញ្ហាដើម្បីសម្របសម្រួលកុំឲ្យមានបញ្ហារំពើឆ្លោះគ្នានៅព្រំដែនក្នុងពេលដែលដៃម្ខាងជជែកចរចារឿងរក្សាស្ថានភាពព្រំដែនឲ្យស្ងប់ស្ងាត់រក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរគឺកម្ពុជាយកកញ្ចប់នេះទៅប្តឹងនៅតុលាការយុត្តិធម៌អន្តរជាតិហើយខ្ញុំថាល្អមែនតើព្រោះអីចរចាក៏នៅតែចរចាហើយយកបណ្ដឹងនេះយកទៅដាក់មុខតុលាការយុត្តិធម៌អន្តរជាតិផងអញ្ចឹងបានន័យថារឿងពីរក្នុងពេលតែមួយរឿងដៃម្ខាងគឺដើម្បីធ្វើយ៉ាងម៉េចចរចាជាមួយថៃដើម្បីសម្របសម្រួលជាពិសេសដូចថាតំណែងតំណងពាណិជ្ជកម្មកុំឲ្យមានបិទច្រកព្រំដែនកុំឲ្យមានបញ្ហារាំងស្ទះដល់ភ្ញៀវទេសចរការធ្វើដំណើររវាងជនជាតិខ្មែរនិងថៃឆ្លងកាត់តំបន់ព្រំដែនទៅវិញទៅមកការដោះដូរពាណិជ្ជកម្មតំណែងតំណងការទូតអីផ្សេងទៀតហ្នឹងគឺចង់ឲ្យថាកិច្ចចរចារវាងគណៈកម្មការព្រំដែនហ្នឹងឲ្យនិយាយរឿងអញ្ចឹងវិញបានន័យថាលែងនិយាយរឿងព្រំដែនណាខ្ញុំបារម្ភដែរបងប្អូនចង់និយាយថាកិច្ចការព្រំដែនគឺយើងនិយាយពីរឿងព្រំដែនរឿងទំនាស់ព្រំដែនហើយតតែពេលដករឿងទំនាស់ព្រំដែនចេញហើយអានោះដូចយើងលេងបាល់អញ្ចឹងណាបងប្អូនដែលយើងលេងបាល់បានន័យថាយើងទាត់បាល់មិនអញ្ចឹងឯងបើបាល់ទាត់គឺយើងទាត់បាល់បើបាល់បោះគឺយើងបោះបាល់បើបាល់ទះគឺយើងទះបាល់ហើយនៅពេលដែលយើងដកបាល់ចេញបាត់ទៅហើយតើយើងទៅទាត់អីបើលេងបាល់ទាត់បើយើងដកបាល់នឹងចេញបាត់ទៅហើយចុះយើងទៅលេងបាល់ទះស្អីគេចាំបើលេងបាល់បោះបាល់គេយកបដាចេញបាត់ទៅហើយនឹងតើគូភាគីត្រូវលេងអី
លេងជាមួយអីឬក៏យើងគ្រាន់តែធ្វើឲ្យតែគ្រប់កិច្ចទៅយើងទៅចលោចឹងទៅគឺរបៀបដូចជាសម្ដែងឬក៏យ៉ាងម៉េចខ្ញុំយល់ស្របតាមអ្វីដែលរដ្ឋាភិបាលចង់និយាយថាការចរចាគណៈកម្មការព្រំដែនចម្រុះរវាងប្រទេសទាំងពីរគឺនឹងជជែកអត់តាក់ទងនឹងរបៀបវិរៈទាំង4ដែលដកប្រាសាទតាមាន់ប្រាសាទតាកបីប្រាសាទតាមាន់ទុយតាមាន់ធំតាកបីហើយនឹងតំបន់មុំ3ហ្នឹងថាយកទៅដាក់នៅតុលាការព្រំដែនអន្តរយុត្តិធម៌អន្តរជាតិហើយអត់ត្រូវជជែកជាមួយនឹងរឿងកិច្ចការព្រំដែននឹងទេអញ្ចឹងនៅក្នុងន័យនេះគឺកិច្ចការព្រំដែនអត់មានអីជជែកក្រៅតែពីរឿងតាសម្របសម្រួលចរាចរណ៍ព្រំដែនឬឲ្យភាពស្ងប់ស្ងាត់លែងនិយាយអំពីការបោះបង្គោលឬក៏ព្រំសីមាឬអីនឹងបានហើយគឺនិយាយពីបច្ចេកទេសនៅក្នុងការដោះដូរទំនិញរក្សាភាពស្ងាត់ស្ងាត់និងប្រក្រតីអញ្ចឹងកិច្ចការព្រំដែននេះអាចនឹងមិនសូវមានការងារធ្វើហើយខ្ញុំជឿថានៅពេលដែលភាគីកម្ពុជាដករបៀបវិរៈនេះចេញឡើងជជែកមិនដឹងថាតើភាគីថៃអាចនឹងមកជជែកជាមួយភាគីកម្ពុជាកើតទៀតអត់ខ្ញុំចាំមើលដែរព្រោះអីអាចភាគីថៃគេគិតថាដូចអស់អីជជែកហើយព្រោះកិច្ចការព្រំដែនជជែករឿងព្រំដែនខ្ញុំនិយាយចឹងបើលេងបាល់ទាត់រឿងတော့មានបាល់ទាត់បើបាល់ខ្មែរដកយកចេញមកបាត់ច្រកថងបាត់ទៅហើយអញ្ចឹងបានស្អីទាត់ហើយតើយើងនឹងជជែកគ្នាយ៉ាងម៉េចប៉ុន្តែកុំភ្លេចណានៅក្នុងពេលដែលភាគីខ្មែរនិយាយពីរឿងយករឿងនេះទៅប្តឹងនៅតុលាការអន្តរជាតិភាគីថៃជំទាស់ដាច់អហង្ការហើយអត់ចង់ឲ្យយកទៅសោះឲ្យមិនត្រឹមប៉ុណ្ណឹងទេគឺពង្រាយកម្លាំងទ័ពយ៉ាងកក្រឹកកក្រែងនៅម្ដុំព្រំដែនហើយចាប់ផ្ដើមចលះមានផែនការចលះប្រជាពលរដ្ឋថៃនៅ2ខេត្តឯណោះខ្ញុំជម្រាបចឹងនៅខេត្តស៊ីសកេតហើយនឹងឧបនរាជធានីហ្នឹងគឺគេចាប់ផ្ដើមប្រាប់អភិបាលខេត្តហ្នឹងគេដើរប្រាប់ប្រជាពលរដ្ឋឲ្យត្រៀមខ្លួនហើយខ្មែរយើងក៏មិនណយដែរក៏យើងបានត្រៀមខ្លួនហើយបើតាមឮបងប្អូនប្រជាពលរដ្ឋនៅតាមតំបន់ផ្សេងនៅក្បែរព្រំដែនហ្នឹងគឺឮសូរថាអាជ្ញាធរហ្នឹងបានឲ្យវិចអីត្រៀមអង្គត្រៀមទាហានញាតគល់អង្គចប្រៃអីដើម្បីត្រៀមចម្លៀសខ្លួនចេញពីតំបន់ហ្នឹងហើយដូច្នេះសិតតែត្រៀមជើងព្រួលឲ្យដូចគ្នាហើយអញ្ចឹងរឿងនេះវាអាចនឹងយូរដែរហើយនៅពេលដែលភាគីកម្ពុជាចាប់ផ្ដើមប្តឹងវាមានរូបភាពមួយគឺភាគីថៃចង់គាត់អាចនឹងរៀងបារម្ភបន្តិចដែរជាពិសេសគឺតាក់ទងនឹងបណ្ដឹងទៅតុលាការបើទោះបីថៃសប្ងៃកំពុងតែបន្លឺសម្លេងយ៉ាងខ្លាំងតាក់ទងនឹងការជំទាស់ទៅនឹងយុត្តិការសំទោសយុត្តាធិការរបស់ ICJ បានន័យថាជំទាស់ទៅនឹងដែនសមត្ថកិច្ចនៅក្នុងការជំនុំជម្រះក្តីរឿងករណីព្រំដែនជាមួយកម្ពុជាហើយថៃនិយាយដដែលម្សិលមិញម្សិលមួយថ្ងៃនៅក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលទាំងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃក៏បានបញ្ជាក់ទៀតថាថៃបដិសេធយុត្តាធិការរបស់សាលាជំរះក្តីយុត្តិធម៌អន្តរជាតិនឹងហើយខ្ញុំជឿថាអ្វីដែលមន្ត្រីថៃលើកឡើងអំពីការបដិសេធមិនទទួលស្គាល់សមត្ថកិច្ចរបស់តុលាការយុត្តិធម៌អន្តរជាតិនេះគ្រាន់តែជាការស្អំចិត្តប្រជាពលរដ្ឋថៃដើម្បីឲ្យប្រជាពលរដ្ឋថៃស្ងប់ចិត្តថាបើថៃអត់ចូលរួមរឿងក្តីនេះវាអត់ទៅមុខទេក្នុងន័យអញ្ចឹងណាដើម្បីឲ្យថៃនឹងស្ងប់ចិត្តព្រោះអីអត់មានលេសអីដើម្បីប្រាប់ទេព្រោះអីបាល់វានៅក្នុងជើងរបស់ខ្មែរដែរព្រោះខ្មែរដោយសារតែច្បាស់ខ្លួនឯងដែរថាដីទាំងអស់នោះវាក្នុងកម្មសិទ្ធិរបស់ខ្មែរប្រហែលជាគាត់មានឯកសារបញ្ជាក់អីច្បាស់លាស់ហើយបានជាម្ដងនេះគាត់រៀងមានភាពខាញ់រែងច្បាស់លាស់ណាតាមពិតបើមានភាពច្បាស់លាស់អញ្ចឹងគាត់គួរប្តឹងយូរហើយដែរទេដូចខ្ញុំនិយាយអញ្ចឹងថា25ឆ្នាំហ្នឹងទុកឲ្យផ្អែមបន្លាយជាមួយថៃតែរហូតតតែមានរឿងផ្ទុះអាវុធស្លាប់ទាហានយើងតតែបានបើសិនជាយើងប្តឹងតាំងពីអើយមកវាថាយើងត្រៀមជើងព្រួលមុនទៅកុំឲ្យដូចថាមិនបានទៅដើរឬក៏នៅមកបាញ់ដូចចាបអីអញ្ចឹងវាអកុសលណាបើថាត្រៀមមកវាមានស្អីកន្លែងសុវត្ថិភាពកន្លែងពួនកន្លែងអីមុនជាជាងឡើងមកវ៉ាក់ស្រាប់តែគេបាញ់ប្រាវអីអញ្ចឹងយើងវាពិបាកដែរព្រោះអីយើងអះអាងថាហ្នឹងជាកន្លែងដីយើងប៉ុន្តែគេនោះគេអះអាងថាដីគេប៉ុន្តែគេថារឿងយើងគេបាញ់យើងមុនហើយយើងអាចបានត្រៀមខ្លួនអត់មានអាវក្រោះអត់មានអីការពារទៀតអញ្ចឹងទៅធ្វើឲ្យយើងផ្្លាត់ស្នៀតអញ្ចឹងទៅពិបាកដែរយើងថាពិបាកបន្ទោះយុទ្ធជនយើងទាហានយើងដែរព្រោះគ្នាស្មោះត្រង់ថាហ្នឹងដីខ្លួនឯងណាអញ្ចឹងដល់គេលួចមកបាញ់អញ្ចឹងវាពិបាកមែនតើណាអញ្ចឹងមិនថារឿងអកុសលបើប្តឹងយូរហើយបើអត់មានរឿងនឹងកាត់ឡើងទេឥឡូវយើងនិយាយអំពីលក្ខណៈផ្លូវច្បាប់វិញថៃអះអាងថាថៃបដិសេធយុត្តាធិការរបស់សាលាក្តីនេះរបស់តុលាការយុត្តិធម៌អន្តរជាតិចាប់បើថៃបដិសេធអញ្ចឹងតើខ្មែរនិយាយមិញថានេះមេត្រាចំណុចកថាខណ្ឌចុងក្រោយគឺកថាខណ្ឌទី5បាទព្រោះនៅក្នុងទំព័រទី2ហ្នឹងកថាខណ្ឌទី5ហ្នឹងគឺនិយាយថាប្រទេសកម្ពុជា
សម្ដែងបង្ហាញសុំបង្ហាញនៅសេចក្តីសង្ឃឹមរបស់ខ្លួនថាប្រទេសថៃនិងសហការដឹកដៃគ្នាយកសំណុំរឿងនេះទៅប្តឹងនៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិក្នុងស្មារតីយុត្តិធម៌ស្មារតីកសាងសេចក្តីទុកចិត្តជាមួយគ្នាស្មារតីមិត្តភាពយូរអង្វែងនិងស្មារតីក្នុងនាមជាអ្នកភូមិផងលបងជាមួយល្អនឹងគ្នាក៏ប៉ុន្តែនៅក្នុងករណីដែលរឿងនេះមិនសម្រេចដោយក្តីសង្ឃឹមរបស់កម្ពុជានោះទេបើន័យថាថៃមិនដឹកដៃគ្នាទៅទេអញ្ចឹងកម្ពុជានឹងនៅតែត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តកិច្ចដំណើរការនីតិវិធីទៅមុខទៀតដោយឯករាជ្យបាទនេះគឺជាសំណេរជាភាសាអង់គ្លេសរបស់សេចក្តីថ្លែងការណ៍កថាខណ្ឌទី5នៅក្នុងទំព័រទី2របស់អ្នកនាំឬក៏ខារដ្ឋាភិបាលកម្ពុជានឹងតែម្ដងដែលសរសេរនៅធ្វើនៅតាមពិតដែលចុះថ្ងៃទី4តាមពិតវាយប់ថ្ងៃឆ្លងចូលថ្ងៃទី5ទៅហើយរាត្រីថ្ងៃទី4ហ្នឹងប៉ុន្តែវាម៉ោង1វាចូលដល់យប់ថ្ងៃទី5ហើយតែយ៉ាងណាបងប្អូនឬមួយក៏គាត់ធ្វើតាំងពីចិត្តគាត់ថាយប់ជ្រៅថ្ងៃទី4នៅឡើយហើយទៅដល់ពេលយកមកផ្សាយថ្ងៃទី5អញ្ចឹងថ្ងៃទី4នៅក្នុងសេចក្តីថ្លែងការណ៍គាត់នៅតែ4នៅឡើយអញ្ចឹងណាខ្ញុំមិនដឹងដែរតែយ៉ាងណាជាសេចក្តីថ្លែងការណ៍របស់គាត់ដែលគាត់ចង់បញ្ជាក់ថាគាត់ចង់ទៅម្នាក់ឯងក៏បានដែរឥឡូវរឿងនេះអញ្ចេះថៃមានប្រវត្តិបដិសេធយុត្តាធិការរបស់សាលាក្តីជំនុំជម្រះក្តីយុត្តិធម៌អន្តរជាតិហ្នឹងមិនមែនម្ដងទេកាលពីរឿងព្រះវិហារហ្នឹងក៏តែអញ្ចឹងដែរតវ៉ាធ្លាប់តវ៉ាអត់ចង់ទទួលស្គាល់សោះហ្មងអត់និយាយទៅចាំមកខ្ញុំប្រើពាក្យថាថៃខូចត្រង់ថាដឹងថាខ្លួនអត់ឈ្នះក្តីគឺអត់ព្រមទទួលស្គាល់តុលាការហ្នឹងហ្មងហើយអត់ទទួលស្គាល់តុលាការគឺអត់ទទួលស្គាល់របៀបជ្រើសរើសខ្ញុំប្រាប់ថាជ្រើសរើសហ្នឹងគឺគាត់មើលភាពចន្លោះប្រហោងនៅក្នុងច្បាប់របស់តុលាការយុត្តិធម៌អន្តរជាតិហ្នឹងដែរព្រោះអីមានមាត្រាច្បាប់មួយនៅក្នុងតុលាការហ្នឹងក៏ចង់និយាយថាអនុញ្ញាតឲ្យភាគីហ្នឹងបង្ហាញអំពីការស្ម័គ្រចិត្តទទួលស្គាល់ឬក៏មិនស្ម័គ្រចិត្តអីអញ្ចឹងផងចូលខ្លួនឬមិនចូលខ្លួនអីហ្នឹងគឺឲ្យបញ្ជាក់ដែរអត់អីទេអញ្ចឹងប្រកាសទៅឲ្យចាំឲ្យតុលាការសម្រេចតាមការគួរអញ្ចឹងទៅពេលដែលកាត់ក្តីរឿងព្រះវិហារគាត់ជំទាស់ទៅនឹងអារឿងយុត្តាធិការហ្នឹងនិយាយទៅគឺដាក់គេហៅថាស្កាត់ទុកមុនហ្មងគឺមិនចង់ទុកចិត្តប៉ុន្តែខ្លួនទទួលស្គាល់តុលាការហ្នឹងជាសមាជិកតុលាការហ្នឹងពេញសិទ្ធិទៅហើយហ្នឹងតាំងឆ្នាំ1946មកម៉េះហ្នឹងតាមពិតថៃបើគួរឲ្យសរសើរថៃកន្លែងនេះដែរទេបិទថារៀងច្រេមច្រំនៅក្នុងរឿងហ្នឹងមែនតែនៅក្នុងឆ្នាំ1900ដូចថា20ជាងឯណោះបើបងប្អូនចាំនៅក្នុងប្រវត្តិសាស្ត្រគឺកាលពីឆ្នាំ1929គឺកាលហ្នឹងថ្ងៃទី20ខែកញ្ញាឆ្នាំ1929កាលមកអត់ទាន់មានតុលាការយុត្តិធម៌អន្តរជាតិចឹងទេបងប្អូនតុលាការពេលមុនគេហៅថាតុលាការយុត្តិធម៌អន្តរជាតិអចិន្ត្រៃយ៍គេមានពាក្យអចិន្ត្រៃយ៍មួយទៀតបានន័យថាប្រហែលបើកមកយោឲ្យដឹងអញ្ចឹងតុលាការយុត្តិធម៌អន្តរជាតិអចិន្ត្រៃយ៍ហ្នឹងគេហៅកាត់ជាភាសាអង់គ្លេសថា PCIJ មិនមែន ICJ ចេះទេប៉ុន្តែអាហ្នឹងគឺជាចង់និយាយថាមេបារបស់តុលាការព្រមតអយុត្តិធម៌អន្តរជាតិសម័យនេះព្រោះកាលមុនមានតុលាការអចិន្ត្រៃយ៍យុត្តិធម៌អន្តរជាតិអញ្ចឹងដែរហើយទៅថៃក៏ជាសមាជិកហើយទទួលស្គាល់យុត្តាធិការគេនឹងពេញទំហឹងតាំងពីឆ្នាំ1929មកហើយដល់ពេលហើយចំហហ្នឹងគឺមានបញ្ជាក់ម្ដងទៀតនៅឆ្នាំ1940ហើយក្រោយមកក៏មានឆ្នាំ1950អីអញ្ចឹងដែរអញ្ចឹងបានន័យថានៅតែទទួលស្គាល់យុត្តាធិការឬក៏ថាតុលាការនឹងមានសមត្ថកិច្ចឬក៏កម្រិតនៃការកាត់ក្តីអីអញ្ចឹងមិនមែនមិនដែលទេគឺធ្លាប់ទទួលអញ្ចឹងមកហើយក៏ជាសមាជិករបស់តុលាការនេះដែរហេតុអីបានជាភាគីថៃជាសមាជិករបស់តុលាការយុត្តិធម៌អន្តរជាតិនេះដោយសារអីអញ្ចេះកាលពីឆ្នាំ1946គឺនៅអំឡុងខែធ្នូថ្ងៃទី16ហ្នឹងគឺភាគីថៃហ្នឹងក៏បានចូលជាសមាជិករបស់តុលាការនេះហើយដោយសារអីខ្លួនคล้ายទៅជាសមាជិករបស់អង្គការសហប្រជាជាតិហ្នឹងគឺនៅថ្ងៃនោះដែរអញ្ចឹងជាស្វ័យប្រវត្តិបើតាមគោលការណ៍របស់អង្គការសហប្រជាជាតិប្រទេសណាទាំងអស់ដែលចូលជាសមាជិកអង្គការសហប្រជាជាតិគឺនឹងคล้ายទៅជាសមាជិករបស់តុលាការយុត្តិធម៌អន្តរជាតិនេះដោយស្វ័យប្រវត្តិលើកលែងតែយើងប្រកែកចំណុចណាមួយដែលមិនទទួលស្គាល់ហើយការប្រកែកហ្នឹងក៏ត្រូវតែប្រយ័ត្នប្រយែងទៀតព្រោះអីតែយើងប្រកែកមិនទទួលស្គាល់យុត្តាធិការរបស់តុលាការនេះគឺបានន័យថាមានរឿងអីគឺយើងនឹងខកឱកាសនៅក្នុងការដោះស្រាយវិវាទហ្នឹងដោយបានប្រយោជន៍ដល់យើងព្រោះអីយើងដកខ្លួនចេញពីតុលាការបានន័យថាប្រទេសផ្សេងទៀតដែលជាសមាជិករបស់តុលាការគេមានសិទ្ធិយកសំណុំរឿងហ្នឹងដាក់មុខតុលាការហើយយើងដកខ្លួនថយបាត់ហើយយើងបាត់អាសិទ្ធហ្នឹងណាប៉ុន្តែមាត្រាមួយនៅក្នុងតុលាការនេះក៏គេចែងផ្ដល់ឱកាសដែរមាត្រា36គឺផ្ដល់ឱកាសថា
ឥឡូវបើខកខានឬក៏ប្រកែកមិនទទួលស្គាល់យុត្តាធិការដែនសមត្ថកិច្ចរបស់តុលាការហើយជាសមាជិកប៉ុន្តែមិនទទួលស្គាល់ដែនសមត្ថកិច្ចរបស់តុលាការនេះក្នុងការជំនុំជម្រះរឿងក្តីជាក់លាក់ណាមួយក៏ដកខ្លួនចេញដូចខ្ញុំបានធ្លាប់បញ្យល់អញ្ចឹងថាផ្លែឈើមកកញ្ឆែងយើងចូលចិត្តផ្លែឈើប៉ុន្តែយើងសុំប្រាប់ថាណាតរេននេះដកចេញឬក៏ផ្លែភ្នៅអីចឹងដកចេញទៅអត់ចូលចិត្តអញ្ចឹងទៅប៉ុន្តែអាផ្សេងទៀតផ្លែឈើផ្សេងទៀតយើងចូលចិត្តណែបិចាអញ្ចឹងក៏ប្រាប់ថាអត់យកតរេនហើយនឹងផ្លែភ្នៅអីចឹងណាអញ្ចឹងនៅក្នុងន័យហ្នឹងគឺថៃចង់ធ្វើអញ្ចឹងចង់និយាយថាមិនមែនអត់ចូលចិត្តផ្លែឈើទាំងអស់ហ្នឹងទេប៉ុន្តែអត់ចូលចិត្តតែតរេននិងផ្លែភ្នៅក្នុងករណីដោះស្រាយរឿងព្រំដែនហ្នឹងក៏អញ្ចឹងដែររឿងកន្លែងណាផ្សេងទៀតប្រហែលបើចំណេញថៃស៊ីលើគុកថៃថាទទួលស្គាល់យុត្តាធិការហ្នឹងតែសុំរក្សាសិទ្ធិជំទាស់ទៅនឹងអារឿងដូចរឿងនេះតាក់តងនឹងរឿងប្រាប់ហៀរឿងអីហ្នឹងមើលទៅដូចពិបាកស៊ីខ្មែរអញ្ចឹងសុំអត់ទទួលស្គាល់ដែនសមត្ថកិច្ចរបស់តុលាការហ្មងទៅហើយនៅពេលដែលអត់ទទួលស្គាល់ថៃសង្ឃឹមថាឈ្នះក្តីព្រោះអីអត់ទទួលស្គាល់ច្បាស់ឈ្នះក្តីហ្នឹងមិនអញ្ចឹងព្រោះវាមានភាពសពិចសពិលប៉ុន្តែថៃក៏ភ្លាត់ស្នៀតដែរតែតើរឿងប្រាវិហារហ្នឹងពេលដែលកាត់ក្តីហើយមុននឹងកាត់ក្តីហ្នឹងគឺថៃចាប់ផ្ដើមរៀងការ៉េការ៉ារៀងដូចថាក្អេលក្អូលថាអត់ចូលចិត្តអត់មើលទៅអត់ស្រួលអញ្ចឹងក៏ប្តឹងថាអត់ទទួលស្គាល់យុត្តាធិការរបស់តុលាការហ្នឹងតាំងឆ្នាំ1900ដូច69 60អី60អញ្ចឹង61បាទដល់ពេលតឡាការក៏បដិសេធអាការលើកឡើងហ្នឹងទៅថាគ្មានហេតុផលសមរម្យអីចឹងទៅដល់ពេលឆ្នាំ62កាត់រឿងប្រាវិហារឲ្យខ្មែរឈ្នះតែថៃគេឆ្លាតត្រង់ចេះដល់ពេលខ្លួនឯងជំទាស់នឹងយុត្តាធិការដែនសមត្ថកិច្ចក្នុងការសម្រេចក្តីរបស់តឡាការនេះខ្លួនចាប់ផ្ដើមមានលេសទៀតណាលេសត្រង់ថាអីខ្ញុំអត់ពេញចិត្តនឹងយុត្តាធិការបានន័យថាខ្ញុំនៅមានសិទ្ធិតវ៉ាចឹងរហូតដល់ពេលចឹងចាំចិត្តតវ៉ាអញ្ចឹងដល់ពេលហើយនៅតែតំបន់ជុំវិញព្រះវិហារវល់ហ្នឹងអត់ទទួលស្គាល់ទេប៉ុន្តែនៅចាំទៀនហ្នឹងសេចក្តីសម្រេចរបស់តុលាការចេញមកហើយគឺឲ្យព្រះវិហាររបស់ខ្មែរដីជុំវិញហ្នឹងគឺក៏របស់ខ្មែរប៉ុន្តែថៃមកនៅវល់ឲ្យសារខ្លួនជំទាស់នឹងយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិនៅតែគិតថាបើគេបានចំណាយគេហ្នឹងចិញ្ចឹមចិត្តថាបានចំណាយដល់ពេលហើយរឿងនេះក៏តែអត់ចប់រហូតដល់ឆ្នាំ2008មានការផ្ទុះអាវុធតែម្ដងដល់តែពេលផ្ទុះអាវុធមានការស្លាប់មនុស្សស្លាប់អីចឹងទៅក៏ភាគីខ្មែរនឹងឯងដែលដាក់ពាក្យសុំទៅតុលាការហ្នឹងសុំឲ្យបំភ្លឺបកស្រាយមិនមែនសាររើសំណុំរឿងទេដល់ពេលបកស្រាយថៃទៅដែរថៃក៏អះអាងប៉ុន្តែថៃទៅហ្នឹងគឺទៅដើម្បីជំទាស់ទៀតមិនមែនជំទាស់រឿងបកស្រាយហ្នឹងហ្មងទេជំទាស់នឹងយុត្តាធិការរបស់តុលាការនេះថាឯងគ្មានសិទ្ធិមកជំនុំជម្រះរឿងហ្នឹងព្រោះខ្ញុំបានជំទាស់ថាឯងអត់មានសមត្ថកិច្ចដោះស្រាយរឿងប្រាវិហារហ្នឹងទៀតផងអីចឹងឧទាហរណ៍ណាចឹងខ្លួននឹងចង់ទៅប្រាប់គេថាទៅចូលរួមសវនាការដើម្បីជំទាស់ថាតុលាការអត់មានសិទ្ធិកាត់ក្តីរឿងហ្នឹងវិញប៉ុន្តែតុលាការមានស្ដាប់ឯណាតុលាការគេផ្អែកទៅលើហេតុផលអង្គច្បាប់អីត្រឹមត្រូវឯកសារកិច្ចព្រមព្រៀងឬក៏សន្ធិសញ្ញាបារាំងសៀមអីហ្នឹងច្បាស់លាស់នៅក្នុងអីហ្នឹងចឹងទៅក៏គេកាត់ឲ្យខ្មែរឈ្នះដដែលអញ្ចឹងសរុបសេចក្តីមកវិញយ៉ាងម៉េចទៅវិញឥឡូវពេលនេះខ្មែរថាដាក់ពាក្យប្តឹងហ្នឹងតែខ្មែរដាក់បានអត់ខ្មែរដាក់បានខ្មែរដាក់ទៅពេលដែលខ្មែរដាក់ទៅបងប្អូនមួយចំនួនលើកថាអញ្ចឹងបើថៃគេអត់ព្រមច្បាប់នៅក្នុងច្បាប់របស់តុលាការ ICJ ថាតើតែមានការយល់ព្រមពីភាគីម្ខាងទៀតដែរបានអាចរឿងក្តីនឹងដំណើរការទៅបានខ្ញុំថាបើយើងបកស្រាយក្នុងន័យនេះក៏មានន័យសមស្របមួយយ៉ាងក្នុងន័យថាយល់ព្រមហ្នឹងគឺតើតែភាគីម្ខាងទៀតយល់ព្រមថារឿងចំនួនហ្នឹងគឺវាត្រូវដាក់ប្តឹងអញ្ចឹងទៅតែអារឿងយល់ព្រមប្តឹងហ្នឹងអ្នកណាគេចង់ឲ្យប្តឹងខ្ញុំពងតែឆ្ងល់ដែរព្រោះបើគេដឹងចាញ់ក្តីហើយគេចង់ឲ្យប្តឹងទៅអីហើយទៅឲ្យយល់ព្រមហ្នឹងវាអត់ logic កន្លែងហ្នឹងដែរមិនអញ្ចឹងណាចឹងក្នុងន័យពាក្យថាយល់ព្រមហ្នឹងគឺបានន័យថាយល់ព្រមទទួលស្គាល់យុត្តាធិការជំនុំជម្រះនៅក្នុងរឿងក្តីហ្នឹងសិនអីចឹងទៅបើសិនជាយើងអត់យល់ព្រមបានន័យថាគេពិបាកដែរឥឡូវរឿងដូចថាតាមាន់តូចតាមាន់ធំមុំ3ហើយនឹងប្រាសាទតាកបីចុះឥឡូវបើសិនជាភាគីថៃថាគេជំទាស់យុត្តាធិការឬដែនសមត្ថកិច្ចក្នុងការកាត់ក្តីរឿងទាំង4កញ្ចប់នេះ4មុខនេះអញ្ចឹងតើតុលាការអាចដំណើរការក្តីបានដែរឬយ៉ាងណាបើថៃថាអត់ទទួលស្គាល់យុត្តាធិការរបស់តុលាការក្នុងការកាត់រឿងទាំង4ហ្នឹងទេខ្ញុំថាតុលាការអត់ប្របាក់សម្រាប់ក្តីទេអ្វីដែលអត់ប្របាក់សម្រាប់ក្តីគឺមិនចំពោះថាថៃទៅមិនទៅព្រោះថៃជាសមាជិករបស់តុលាការយុត្តិធម៌អន្តរជាតិនេះអត់ទាន់បានដកខ្លួនពីសមាជិកផងហើយដោយសារបើដកពីអង្គការសហប្រជាជាតិឬក៏យ៉ាងម៉េចទេព្រោះអីវាចូលឲ្យស្វ័យប្រវត្តិប៉ុន្តែថៃធ្លាប់ដកខ្លួនចេញពីតុលាការយុត្តិធម៌អន្តរជាតិហើយណា ICC បច្ចេកធ្វើបានអញ្ចឹងប៉ុន្តែអត់ទាន់ដកខ្លួនចេញពីសមាជិករបស់
ICJ នេះទេដោយសារតែទុករក្សាសិទ្ធិរឿងតែជំទាស់យុតាធិការតែខ្លួននៅតែជាសមាជិកខ្ញុំជឿថាបើបកស្រាយនៅក្នុងន័យថាប្រទេសថៃជាសមាជិករបស់តុលាការនេះនៅតែមានសិទ្ធិអាចបន្តនីតិវិធីរឿងក្តីនេះដោយតែមានតែបណ្ដឹងពីភាគីកម្ពុជាហើយអនុវត្តឲ្យដូចរឿងករណីប្រាសាទព្រះវិហារដែរទៅបាទន័យថាថៃមកចូលរួមមិនមែនជាភាគីនៅក្នុងរឿងក្តីប្រមាណទេគឺជាអ្នកមកជំទាស់នឹងសមត្ថកិច្ចបកស្រាយឬក៏ដោះស្រាយរឿងក្តីប៉ុន្តែរឿងក្តីគេចេះតែទៅបានតរហូតដោយសារអីតុលាការនេះក្នុងករណីអញ្ចេះនៅក្នុងមាត្រា62របស់តុលាការគេនិយាយមាន2ចំណុចទី1គេនិយាយថាសំទោសមិនមែន62ទេខ្ញុំបកលើសទេ53មាត្រា53គេនិយាយមាន2ចំណុចដូចគ្នាដូច62ចា53គេថានៅពេលដែលភាគីណាមួយអវត្តមានឬក៏មិនចូលរួមឬក៏ខកខាននៅក្នុងការចូលរួមភាគីម្ខាងទៀតអាចស្នើសុំឲ្យតុលាការបំពេញនីតិវិធីដើម្បីស្ដាប់បណ្ដឹងរបស់ខ្លួនដោយមិនចាំបាច់មានភាគីម្ខាងទៀតទេចឹងច្បាប់គឺមាត្រាហ្នឹងគឺចែងអញ្ចឹងបានន័យថានៅពេលដែលភាគីណាម្នាក់អវត្តមានឬក៏មិនចូលរួមមកការពីក្តីមិនបង្ហាញខ្លួនដាក់នឹងឡាក់ចឹងបានន័យថាភាគីម្ខាងទៀតស្នើសុំឲ្យតុលាការថាទៅក៏មិនចាំអីតែម្ខាងក៏ទៅបានដែរហើយទី2គេថាក្នុងមាត្រាហ្នឹងថាបើតុលាការត្រូវសម្រេចរឿងបន្តកិច្ចដំណើរការនីតិវិធីដោយអត់មានគូភាគីម្ខាងទៀតចូលរួមដោយសារតែការខកខានមិនបានចូលរួមឬអីហ្នឹងប៉ុន្តែតុលាការក៏ត្រូវសម្រេចឲ្យច្បាស់លាស់សិនទៅលើថាតើខ្លួនមានដែនសមត្ថកិច្ចជំនុំជម្រះរឿងក្តីនឹងដែរឬយ៉ាងណាអានេះបើតាមមាត្រា36 37ដែលចែងអំពីសមត្ថកិច្ចហ្នឹងហើយឥឡូវថៃកំពុងតែយកអា36 37ហ្នឹងមាត្រា36 37ហ្នឹងមកខ្ទាស់បានដែរនៅក្នុងន័យថាខ្លួនប្រកែកថាតុលាការអត់មានយុត្តិធម៌ប៉ុន្តែមិនមែនតែភាគីថៃប្រកែកថាតុលាការអត់មានយុត្តិធម៌ទេតុលាការខ្លួនឯងនឹងអាចពិនិត្យមើលសំណុំរឿងនោះថាតើខ្លួនមានសមត្ថកិច្ចដោះស្រាយរឿងហ្នឹងអត់ហើយខ្ញុំគិតថាដោយសារធ្លាប់ដោះស្រាយរឿងប្រាសាទព្រះវិហារផ្អែកទៅលើសន្ធិសញ្ញាបារាំងសៀមផ្អែកទៅលើឯកសារតាក់តាងអីផ្សេងទៀតបើសិនជាខ្មែរមានដើម្បីយកមកបញ្ជាក់នៅក្នុងរឿងនេះដូច្នេះតុលាការអាចពិនិត្យមើលទាំងយុត្តិធម៌ទាំងអង្គហេតុទាំងអង្គច្បាប់បើមានហេតុផលគ្រប់គ្រាន់ដោយករណីប្រាសាទព្រះវិហារខ្ញុំជឿថាតុលាការយុត្តិធម៌អន្តរជាតិនឹងនៅតែអាចបើកដំណើរការទៅទាំងថៃបដិសេធក៏ដោយនេះក្នុងករណីមានយុត្តិសាស្ត្រចង់និយាយមានករណីដែលកើតឡើងនៅក្នុងរឿងក្តីមុននៅក្នុងប្រាសាទព្រះវិហារជាគំរូទៅហើយដែលថៃតវ៉ាតរហូតដែរទេអញ្ចឹងនៅក្នុងនេះចាស់ហេតុអីបានថៃនៅតែតវ៉ាអញ្ចឹងទៀតទៅហើយគឺថៃចង់មិនចង់គេមានគំនិតជាតិនិយមដើម្បីធ្វើឲ្យប្រជាពលរដ្ឋថៃស្ងប់ចិត្តដែរព្រោះដឹងថាបើយករឿងនេះទៅប្តឹងនៅតុលាការអន្តរជាតិគឺវាអាចថៃចាញ់ក្តីគេទៀតណាថៃចាញ់ក្តីខ្មែរទៀតហើយបាក់ស្បាតនឹងការចាញ់ក្តីរឿងព្រះវិហារហើយមិនមែនជារឿងលេងសើចទេព្រោះអីបើសិនជាយើងមើលអំណះអំណានខ្មែរហាក់បីដូចជាមានអំនួតឬក៏ប្រៀបជាងថៃនៅក្នុងករណីថាអាដីសំបីតែកំថាឡើយដល់ទៅប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំសំបីស៊ីសកេតរាល់ថ្ងៃនឹងបនរដ្ឋឆានីអីនឹងជាប់នឹងអីហ្នឹងសិតតែដីរបស់ខ្មែរតាសិតតែដីខ្មែរទៅមើលមានខ្មែររស់នៅមកកណោក៏ដឹកជាទឹកតាំងប្រវត្តិសាស្ត្រផងទៀតផងដូច្នេះអ្នកដែលសម្រាប់ក្តីក៏ត្រូវមើលប្រវត្តិសាស្ត្រផងថាកុំថាឡើយដល់ទៅថាធ្វើមកព្រំបតុលនៅប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំដីខ្មែរទៅដល់ក្រុងអយុធ្យានោះក៏ដាល់បាងកក់ហួសទៅដល់ភូមាទៀតប៉ុន្តែយើងមិនទៅដល់ថ្នាក់អីវែងឆ្ងាយដល់ហ្នឹងទេគាត់ថាចង់បង្រៀនមនុស្សខ្មែរមនុស្សថៃអីហ្នឹងឲ្យគាត់ស្គាល់ពីប្រវត្តិសាស្ត្រថាទឹកដីខ្មែរធំទូលំទូលាយមហិមាបងប្អូនសាកស្ដាប់ចម្រៀងរបស់លោកសាស្ត្រានុករបទសាវតាខ្មែរឡើងវិញទៅបានដឹងថាតើដីខ្មែរធំប៉ុណ្ណាមិនអញ្ចឹងណាប៉ុន្តែឥឡូវនេះនៅសល់ត្រឹមប្រាសាទតាមាន់តូចតាមាន់ធំក៏នៅតែលំនាំនេះជាដីភូមិសាស្ត្ររបស់ខ្មែរដែរអញ្ចឹងថៃចង់គាត់រៀងខ្លាចដែរណាព្រោះអីយើងមានដានថាជារបស់ខ្មែរតាំងពីយូរអើយអញ្ចឹងអ្នកសម្រាប់ក្តីក៏គេមើលប្រវត្តិសាស្ត្រដ៏យូរលង់នៃទឹកដីរបស់ខ្មែរមានដើរទៅដណ្ដើមពីថៃមកណាតែថៃទៅដណ្ដើមលេបតបាក់លួចប្លន់ដីខ្មែរមកតែរហូតមកហ្នឹងយើងសង្គ្រាមអីអ្នកណាខ្លាំងអ្នកណាអីយកប៉ុន្តែយើងចិញ្ចឹមចិត្តចង់តែប្លន់ដីគេអញ្ចឹងវាត្រូវហើយវានៅតែចង់តែចិញ្ចឹមចិត្តចង់តែយករបស់គេវាអញ្ចឹងហើយខ្មែរយើងដីធំពេកហ្នឹងគឺប្រឹងរក្សាមើលប្រជាពលរដ្ឋស្បៀងអាហារផងគ្រោះទឹកជំនន់ស្អីផងទៅណាសត្រូវចាំតែវាទីមកយូរទៅបែកបាក់នៅក្នុងផ្ទៃក្នុងហ្នឹងដោយសារតែសត្រូវខាងក្រៅហ្នឹងក៏រុកគួនអញ្ចឹងទៅក៏វាមានរឿងរ៉ាវអីអញ្ចឹងយូរដីហ្នឹងអស់នេះម្ដុំអញ្ចឹងទៅវាពិបាកដែរបាទប្រវត្តិសាស្ត្រហ្នឹងវាពិបាកតែយ៉ាងណាបើយើងមើលគឺថៃគាត់ចង់ស្អំចិត្តប្រជាពលរដ្ឋគាត់នៅមូលដ្ឋានហ្នឹងកុំឲ្យថារដ្ឋាភិបាលចោលមកសៀតណាបងប្អូនសប្ងៃហ្នឹងរដ្ឋាភិបាលខ្លាចតែគេធ្វើរដ្ឋបហាយោធាទម្លាក់ទេដោយសារអីតែមានរឿងអីទៅប្រាប់ប្រជាពលរដ្ឋឲ្យខ្មែរស៊ីផុយពេកភាសាសាមញ្ញថាស៊ីផុយឈ្នះក្តីទៀតទៅហើយដល់អញ្ចឹងដើម្បីស្អំចិត្តធ្វើអីទី1ប្រាប់ថៃថាណាអត់ទទួលស្គាល់យុត្តិធម៌របស់តុលាការយុត្តិធម៌អន្តរជាតិចឹងបងប្អូនថៃទាំងអស់គ្នាស្ងប់ចិត្តព្រោះបើយើងមិនទទួលស្គាល់តុលាការ
ថាអាចកាត់ក្តីរឿងហ្នឹងបានក្តីហ្នឹងគេអត់អាចយកទៅកាត់បានទេថៃជឿជាក់អញ្ចឹងចង់ឲ្យប្រាប់ប្រជាពលរដ្ឋហ្នឹងឲ្យជឿអញ្ចឹងបាទប៉ុន្តែអត់បានមើលរឿងអត់បានបកស្រាយរឿងប្រាសាទព្រះវិហារឲ្យថៃស្ដាប់ទេអញ្ចឹងកូនចៅថៃអ្នកដែលគេអានក៏គេញាក់សាច់ដែរគេថាក៏ហក់ទេហីព្រោះរឿងព្រះវិហារចាញ់ក្តីគេយើងតវ៉ាមកកណោដែរដោយអត់ទទួលស្គាល់យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិផងប៉ុន្តែគេនៅតែកាត់ក្តីនៅតែឈ្នះនៅតែចាញ់ខ្មែរដដែលមិនចឹងឥឡូវហ្នឹងរឿងទី1គាត់ប្រាប់ស្អំអញ្ចឹងថាអត់មានរឿងតាក់ទងនឹងតុលាការយុត្តិធម៌អន្តរជាតិទេគឺយើងត្រូវតែដោះស្រាយរឿងនេះជាប្រទេសនឹងប្រទេសទី2ចង់ប្រាប់ថាម៉េចចង់កែកលៃប្រវត្តិសាស្ត្រប្រាប់ជនជាតិថៃខ្លួនឯងឲ្យជឿថាដីតំបន់មុំបីប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំនិងប្រាសាទតាកបីវាជារបស់ថៃដាច់ទៅហើយហេតុអីបានចាំបាច់ទៅប្តឹងនៅតុលាការឲ្យខាត់ពេលអីបងប្អូនជឿជាក់លើថៃទៅព្រោះអានឹងជាដីរបស់ថៃអញ្ចឹងទៅប្តឹងធ្វើអីបើយើងតតែរបស់ខ្មែរបានយើងថាត្រូវប្តឹងមិនអញ្ចឹងបើគេច្បាស់ថារបស់ថៃឲ្យខ្មែរទៀមទៀតគេថាមិនបាច់ទៅប្តឹងអីយើងជជែកគ្នាឲ្យព្រមឲ្យថៃទៅក្នុងការចរចារវាងភាគីទាំងពីរហ្នឹងអីអញ្ចឹងទៅវារួមគ្នាយល់គ្នាទៅបានហើយមិនអញ្ចឹងចង់ប្រាប់ប្រជាពលរដ្ឋថៃឲ្យជឿអញ្ចឹងថាដីនោះវាជារបស់ថៃហើយហេតុអីបានចាំបាច់ទៅប្តឹងផ្ដាល់ដល់តុលាការក៏ប៉ុន្តែនៅក្នុងពេលហ្នឹងវាជាកំបិតចិត្តដងរបស់ថៃដែរថាចុះបើដីជារបស់ខ្លួនហេតុអីក៏មានវិវាទនឹងគ្នាហេតុអីក៏ឆ្លោះគ្នាព្រោះបើសិនជាយើងច្បាស់រៀងខ្លួនហេតុអីក៏យើងគិតថាបោះយើងធម្មតាហើយខ្មែរក៏គិតថាបោះគេធម្មតាបោះយើងធម្មតាអញ្ចឹងទៅអាហ្នឹងហើយដែលធ្វើឲ្យមានភាពមន្ទិលហើយអាភាពមន្ទិលហ្នឹងគឺមានតែតុលាការយុត្តិធម៌អន្តរជាតិនឹងឯងដែលមានយន្តការដោះស្រាយរឿងយើងហើយអត់អស់លុយមួយរៀលទៀតព្រោះអារឿងប្រដាប់ក្តីរឿងអីហ្នឹងគឺជារឿងការចាញ់លុយដោះអង្គការសហប្រជាជាតិយើងអស់លុយដែរជួលមេធាវីជួលអីហ្នឹងរដ្ឋាភិបាលរៀងខ្លួនហ្នឹងត្រូវរកក្រុមប្រឹក្សាច្បាប់ហ្នឹងវាអស់លុយអស់អីកាក់អីចឹងបងប៉ុន្តែនៅក្នុងដំណើរការក្តីតុលាការហ្នឹងគឺដោយសារតែកម្ពុជាជាសមាជិករបស់អង្គការតុលាការនេះគឺបានន័យថាយើងមានជាការបង់វិភាគទានជូនតុលាការនេះជាប្រចាំឆ្នាំជាកាតព្វកិច្ចរបស់កម្ពុជានិងប្រទេស192ផ្សេងទៀតដែលជាសមាជិកទៅហើយដូច្នេះវាអត់មានបញ្ហាអីទេនៅក្នុងការដែលដោះស្រាយបញ្ហាដែលរឿងលុយកាក់អីហ្នឹងរឿងសំខាន់គឺនៅក្នុងតកតងនឹងរឿងនយោបាយហើយឥឡូវនេះនយោបាយច្រើនជាងភាគីខាងថៃកំពុងតែចោទថាកម្ពុជាយករឿងនេះគឺជារឿងនយោបាយដែរដើម្បីប្រជាប្រិយភាគីខាងថៃក៏គេថាក្រមប្រឆាំងគេថាអ្នកស្រីបៃថងថានហ្នឹងក៏កំពុងតែយកប្រជាប្រិយខ្លួនឯងដែលថាអាចនឹងដោះស្រាយបញ្ហានេះបានណាដូច្នេះឥឡូវនេះចាំមើលអ្នកណាយកប្រជាប្រិយយ៉ាងណាខ្ញុំក៏យើងកំពុងតែសម្លឹងមើលរឿងនេះហើយវារៀងស្មុគស្មាញបន្តិចព្រោះអីយើងដូចខ្ញុំជម្រាបច្រើនលើកច្រើនគ្រាថាប្រជាពលរដ្ឋសាមញ្ញច្រើនតែរងគ្រោះដោយគេធ្វើនយោបាយប្រជាពិធដ្ឋវាញឹកញាប់ពេកគេបោកយើងបានគ្រប់ពេលណាប៉ុន្តែយ៉ាងណានៅក្នុងរឿងនេះបើសិនជាភាគីកម្ពុជាចង់កេងចំណេញនយោបាយយ៉ាងណាក្តីបើចំហកេងចំណេញនយោបាយក្នុងន័យមួយថាបដិញ្ញាចិត្តយករឿងនេះទៅប្តឹងនៅតុលាការយុត្តិធម៌អន្តរជាតិឲ្យខាងតែបានណាខ្ញុំជឿថាជាការដែលកេងចំណេញនយោបាយត្រឹមត្រូវដើម្បីប្រយោជន៍ជាតិអត់ខុសទេការកេងចំណេញនយោបាយដែលធ្វើខុសឆ្គងកន្លងមកដែលគួរឲ្យជាតិយើងអាម៉ាស់នៅលើឆាកអន្តរជាតិនោះគឺឲ្យនៅតែថ្មិចភ្នែកធ្វើបានគឺការបំផ្លាញគណៈបកសង្គ្រោះជាតិការរំលាយអង្គការគណៈបកប្រឆាំងចាប់សកម្មជនដាក់ពន្ធនាគាររំលាយស្ថាប័នសារព័ត៌មានឯករាជ្យបិទអង្គការសង្គមស៊ីវិលប្រព្រឹត្តអំពើផ្ដេសផ្ដាស់អីសពបែបយ៉ាងអាហ្នឹងគឺជាការដែលខំមកការពាររឿងនេះគឺជាទង្វើដែលមិនត្រឹមត្រូវខូចប្រយោជន៍ជាតិណាប៉ុន្តែរឿងនេះមួយគាត់កេងចំណេញនយោបាយដែរក្នុងរឿងនេះគឺនយោបាយកំចាយគណៈបកប្រឆាំងទៅហើយចាប់ផ្ដើមលៀបពណ៌ឲ្យគណៈបកប្រឆាំងថាជាក្រុមបដិវត្តពណ៌ក្រុមបំផ្លាញសន្តិភាពមានតែគណៈបកកាន់អំណាចទេដែលដឹកនាំមានសន្តិភាពអគុណសន្តិភាពគ្រប់កន្លែងអាហ្នឹងគឺជាលបែងនយោបាយកំចាយគ្នាឯងហើយគ្រោះថ្នាក់ដល់ជាតិមាតុភូមិយើងទាំងមូលធ្វើឲ្យខ្មែរបែកបាក់អាហ្នឹងយើងធ្វើមិនត្រូវទេប៉ុន្តែអារឿងនេះគឺរឿងដើម្បីជាតិមាតុភូមិទឹកដីអធិបតេយ្យនិងបូរណភាពដែនដីរបស់យើងគឺរដ្ឋាភិបាលធ្វើរឿងនេះគឺត្រឹមត្រូវហើយបើគេថាកេងចំណេញនយោបាយខ្ញុំជឿថានយោបាយនេះគឺជានយោបាយល្អនយោបាយមុនអារឿងបំផ្លាញគណៈបកប្រឆាំងធ្វើឲ្យខូចឈ្មោះកិត្តិយសប្រទេសកម្ពុជាលើឆាកអន្តរជាតិអាហ្នឹងគឺជានយោបាយកក្រិចស្មុករោគមែនតើដែលមែនតើប្រជាពលរដ្ឋខ្មែរក៏អត់នៅទាន់ភ្លេចគឺនៅចាំអំពីទង្វើផ្ដេសផ្ដាស់របស់អស់លោកនឹងនៅឡើយប៉ុន្តែទង្វើចុងក្រោយនេះខ្ញុំជឿថាបើកេងចំណេញនយោបាយយ៉ាងណាក៏ជានយោបាយដែលធ្វើត្រឹមត្រូវហើយគេនឹងចាំមើលយើងតទៅទៀតថាតើយើងនឹងអនុវត្តគោលការណ៍នេះឲ្យមានប្រសិទ្ធភាពហើយខែងរ៉ៃអញ្ចឹងទៀតឬក៏យើងក៏វត្តចោលនៅពេលណាមួយទៀតនៅពេលដែលការចរចាទៅហើយមើលទៅដូចតានតឹងខ្លាំងនៅតំបន់ព្រំដែនអីដោយប្រការណាមួយត្រូវចាំថានៅពេលដែលពាក្យបណ្ដឹងដាក់ទៅខាងតុលាការយុត្តិធម៌អន្តរជាតិនៅពេលដែលដាក់ពាក្យបណ្ដឹងភ្លាមអ្វីលែងថយក្រោយបានហើយ
ស្ថានភាពនឹងឆេះស្គូលហើយខ្ញុំគាត់ថាពុំមានដែរណាខ្ញុំនិយាយទៅសាទរនៅក្នុងការយកបណ្ដឹងនេះទៅដាក់នៅអង្គការសហជីវជាតិតុលាការយុត្តិធម៌អន្តរជាតិប៉ុន្តែគ្រាន់តែចាំថាភាគីថៃគឺកំពុងតែនៅក្នុងទឹកក្តៅដូចគ្នាដែរតែក្តៅនៅក្នុងន័យថាមានក្រុមគេកំពុងតែតាមមើលជំទាស់នៅក្នុងរឿងហ្នឹងគេមិនចង់ឲ្យដាក់ទៅតុលាការហ្នឹងទេព្រោះដោយសារគេដឹងថាអាចចាញ់ក្តីដូច្នេះបើសិនជាថៃអត់អាចទប់ខ្មែរមិនឲ្យយករឿងហ្នឹងទៅប្តឹងនៅតុលាការយុត្តិធម៌អន្តរជាតិបានគេច្បាស់ជារករឿងរដ្ឋាភិបាលថៃហ្នឹងយ៉ាងសន្ធឹកអញ្ចឹងបានថៃមកដល់ម៉ោងនេះគឺទាញខ្លាំងមែនតើអត់ចង់ឲ្យទៅតុលាការយុត្តិធម៌អន្តរជាតិទេសុំឲ្យត្រឹមតែមកជជែកគ្នាជាគូភាគីអញ្ចឹងបើតែចែកគ្នាជាគូភាគីបានប្រយោជន៍ហើយកម្ពុជាព្រមព្រៀងរក្សាស្ថានភាពឲ្យដូចដើមណារក្សាស្ថានភាពតាមព្រំដែនឲ្យដូចដើមនៅក្នុង MOU ទៀតណាថៃគាត់មានគាត់ឈ្នះព្រៀបហើយថៃគាត់ឈ្នះព្រៀបហ្នឹងគាត់ថាចង់ន័យថាម៉េចបានន័យថាថៃគេនៅតែទទួលស្គាល់ថាកម្ពុជាអាចនឹងទទួលស្គាល់ថាតំបន់ព្រំដែននៅដដែលបានន័យថៃទីមទាថានឹងជារបស់គេគឺជារបស់គេដដែលចង់និយាយចឹងណាប៉ុន្តែរឿងនេះវាលែងដូចលើកមុនហើយព្រោះអីស្លាប់ខ្មែរយើងម្នាក់ដែលជាទាហានស្លាប់នៅនេះឲ្យទីមទាឃើញប្តឹងឲ្យគេដោះស្រាយបញ្ហាហ្នឹងយកអត់ទាន់ឃើញមានការដោះស្រាយអីភាគីថៃអត់ដឹងមានការស៊ើបអង្កេតអីឯណានេះកុំថាដល់ការស៊ើបអង្កេតសប្ថ្ងៃនេះមិននៅតែអះអាងថាទាហានខ្មែរយើងទៅបាញ់គេមុនអញ្ចឹងគេនៅតែយកត្រូវដដែលហើយរឿងនេះហើយអត់ដឹងថារឿងដោះស្រាយយ៉ាងម៉េចទេព្រោះបើសិនជាយើងម្នាក់ចោតគេថាមកបាញ់ដល់ផ្ទះម្នាក់ទៀតថាអត់ទេគឺចេញទៅបាញ់គេមុនក្រៅផ្ទះហើយគេបាញ់ការពារខ្លួនអីអញ្ចឹងទៅដូច្នេះរឿងហ្នឹងរឿងនិយាយទៅអ្វីសពបែបយ៉ាងសប្ថ្ងៃនេះគឺកម្មវត្ថុធំបំផុតគឺថាអ្នកណាសម្រាប់លោកសួនរោនតើអ្នកណាឲ្យប្រកាសហើយបើថៃគេចាប់ផ្ដើមស៊ើបអង្កេតហ្នឹងឬក៏គណៈកម្មការចម្រុះព្រំដែនហ្នឹងខ្ញុំជឿថាតើគណៈកម្មការចម្រុះព្រំដែនទាំងពីរហ្នឹងចូលរួមហើយបើយល់ល្អមានអង្គការសហប្រជាជាតិអីជាភាគីដែលឯករាជ្យទី3មួយទៀតចូលរួមក៏កាន់តែប្រសើរដែរព្រោះអីពីរអ្នកហ្នឹងដូចគ្នាទៀតហើយដណ្ដើមដេកកដាលទៀតហើយគ្នាតែពីរនាក់ហើយដោះស្រាយយ៉ាងម៉េចឥឡូវបើម្នាក់ចេញមកដល់ម៉ោងនេះអត់មានណាទទួលថាខ្មែរហ្នឹងថាជាអ្នករងគ្រោះទៀមទាប៉ុន្តែភាគីថៃវាទៀមទាថាគេអត់ខុសហងតែយើងជាអ្នកនាំភ្លើងមុនអីចឹងដូច្នេះវាអត់មានដំណោះស្រាយទេខ្ញុំជឿថាដំណោះស្រាយគឺដឹងតែថាពិបាកមែនតើតែម្ដងគឺតើតែមានភាគីណាមួយចូលអន្តរាគមន៍ហើយជាភាគីឯករាជ្យចុះស៊ើបអង្កេតដាច់ដោយឡែកមួយទៀតទៅកុំឲ្យភាគីទាំងពីរពាក់ព័ន្ធគ្នាអីដើម្បីរកឃើញថាតើអ្នកណាអ្នកផ្ទុះអាវុធមុនអ្នកណាដែលបំពេញមុនបើអញ្ចឹងទេលោកសួនរោនវិញ្ញាណក្ខន្ធរបស់លោកនឹងនៅវិលមិនអាចនឹងទៅរកចាប់ភពបានទេព្រោះអីយើងអត់រកយុត្តិធម៌ជូនវិញ្ញាណក្ខន្ធរបស់គាត់ណាបាទហ្នឹងខ្ញុំចង់ជម្រាបប៉ុណ្ណឹងអញ្ចឹងសរុបសេចក្តីមកគឺអ្វីដែលយើងចង់មើលថាតើក្រោយពីសេចក្តីថ្លែងការណ៍ម្ដងជាពីរដងហើយតើភាគីកម្ពុជានឹងជូនដំណឹងទៅខាងតុលាការយុត្តិធម៌អន្តរជាតិនៅពេលណាដែលថាគាត់នឹងដាក់បណ្ដឹងព្រោះសប្តាហ៍នេះវាជាសេចក្តីថ្លែងការណ៍សារនយោបាយទេវាអត់ទាន់មានជាបណ្ដឹងដែលរៀបចំទេបើរៀបចំបណ្ដឹងនឹងហើយដាក់សេចក្តីជូនដំណឹងទៅតុលាការយុត្តិធម៌អន្តរជាតិហ្មងថាកម្ពុជាសូមជូនដំណឹងទៅតុលាការថានឹងដាក់បណ្ដឹងតាក់ទងនឹងរឿងចេះហើយបណ្ដឹងនេះនឹងដាក់នៅពេលណាអីតែមិនមានសេចក្តីជូនដំណឹងអាហ្នឹងបានអស់ចាឬក៏ចាំថាដល់ពេលរៀបចំបណ្ដឹងនឹងគ្រប់គ្រាន់មានឯកសារគ្រប់គ្រាន់ចាំដាក់ឬក៏យ៉ាងម៉េចអាហ្នឹងក៏យើងមើលចំហទាល់តែកម្ពុជាចាប់ផ្ដើមដាក់ពាក្យនឹងចូលតុលាការយុត្តិធម៌អន្តរជាតិតែម្ដងអាហ្នឹងបានយើងទុកចិត្តថាអ្វីដែលគាត់សច្ចាបដិញ្ញាហ្នឹងគឺគាត់ធ្វើនៅពេលនេះអ្វីជាសារនយោបាយទាំងអស់បាទអញ្ចឹងបងប្អូនចាំតាមដានមើលតទៅទៀតទៅតែយ៉ាងណានាំគ្នាឲ្យសាទរនិងកោតសរសើរពួកគាត់ផងថាគាត់ខំប្រឹងប្រែងដើម្បីទី1ទាមទារយុត្តិធម៌ឲ្យលោកសួនរោនហើយបើទាមទារយុត្តិធម៌ឲ្យលោកសួនរោនបានជោគជ័យបានន័យថាទាមទារអធិបតេយ្យបូរណភាពកុំឲ្យគេមើលងាយបានអាហ្នឹងគឺជាភាពខៃរ៉ាញ់របស់ជាតិសាសន៍យើងហើយអាហ្នឹងថ្នាក់ដឹកនាំដែលធ្វើបានជោគជ័យនាំគ្នាសរសើរគាត់ទៅខ្ញុំមានរឿងច្រើនណាស់ដែលត្រូវរិះគន់គាត់បន្តទៀតហើយក៏ដូចខ្ញុំជម្រាបម្ដងទៀតវាជាឱកាសល្អសម្រាប់បងប្អូនដែលទាមទារឲ្យរដ្ឋាភិបាលកម្ពុជាធ្វើរឿងបន្ថែមទៀតបើដាក់រឿងប្រាសាទតាមាន់តាកបីតាមាន់តូចតាមាន់ធំហើយនឹងតំបន់មុំ3ចូលហើយចុះតំបន់ផ្សេងទៀតរឿងកោះគុតរឿងតាក់ទងនឹងច្បាប់សមុទ្រអីហ្នឹងដើម្បីឲ្យមានដើម្បីវាស់វែងល្មមហ្នឹងអារឿងព្រំដែនទឹកព្រំដែនអីហ្នឹងតែវាយូរពេកហ្នឹងជាប់តនឱកាសមានហ្នឹងដាក់មួយសារហើយទៅហើយព្រោះអាក្រក់នឹងគ្នាហើយម៉ោងនេះវាអាក្រក់ហើយដូច្នេះបើជ្រុលហើយថែមមកកញ្ចប់ឲ្យអស់តែម្ដងទៅកុំឲ្យវាយប់យូរសបិនច្រើនហើយនាំតែចាប់ដើមមួយសារទៀតត្រូវគ្នាអីវិញហើយស្អាតតែមករករឿងកោះគុតឬក៏រកអីតំបន់ច្រកអានសេះអីទៀតឆ្លោះគ្នាទៀតពាក់មកយ៉ាដាក់គ្នាទៀតដូច្នេះទៅមួយសារហើយបើថាអូបើថាឆ្លោះគ្នាអស់ចិត្តមួយសារអញ្ចឹងណាកុំឲ្យវាវែងឆ្ងាយប៉ុន្តែលក្ខណៈបច្ចេកទេសប្រហែលខ្ញុំគិតទេណាប្រហែលភាគីកម្ពុជាច្បាស់ខ្លួនឯងថាមុំ3ប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំហើយនិងប្រាសាទតាក្របី
ប្រហែលជាមានឯកសារតាក់តាងគាត់សម្ដៅថាហ្នឹងនៅក្នុងដីខ្មែរជាកម្មសិទ្ធិរបស់ខ្មែរច្បាស់ខ្លាំងហើយបានន័យថាអប៉ោងបើកក្របហើយបានជាគាត់ច្បាស់យ៉ាងនេះអញ្ចឹងរឿងកោះគុតរឿងអីដែលគាត់ប្រក្រាបប្រជាពលរដ្ឋយើងតាំងពីដើមរៀងមកហើយឥឡូវនៅក្នុងការគ្រប់គ្រងរបស់គេ 100% ភាគីកម្ពុជាខ្លួនឯងប្រហែលជាដឹងខ្លួនឯងថាវាទៅមិនរួចនឹងគេដែរបានជាគាត់ស្ងាត់មាត់ដែរដូច្នេះឥឡូវចាំមើលតទៅទៀតថាតើរឿងនឹងវាយ៉ាងម៉េចអញ្ចឹងណាតែឥឡូវយើងបន្តទៅទៀតដូចខ្ញុំជំរាបអញ្ចឹងហើយខ្ញុំសូមស្លេះត្រឹមប៉ុណ្ណេះចុះបងប្អូនគឺចិត្ត1ម៉ោងហើយអរគុណច្រើនបងប្អូនខ្ញុំមានព័ត៌មានអីថ្មីនឹងជម្រាបជូនបងប្អូនបន្ថែមទៀតមានសំណួរអីបងប្អូនសួរខ្ញុំជួនកាលស្ដាប់ការបកស្រាយរបស់ខ្ញុំហើយនៅមើលនៅក្នុង comment បងប្អូនសួរតដែលដូចអត់បានមើលស្ដាប់ show សោះឧទាហរណ៍សួរពេលខ្ញុំនិយាយមក show តាំងពីជួនកាល1ម៉ោងជាងតាំងពីដើមដល់ចប់និយាយថាបើភាគីថៃអត់ចូលរួមទេភាគីកម្ពុជាអាចនៅតែប្តឹងបានភាគីខាងតុលាការគេកោះហៅកោះអីសួរបញ្ជាក់អីអញ្ចឹងទៅដល់ពេលនេះធ្វើ show ចប់គាត់មកសួរខ្ញុំថាចាប់បើសិនជាភាគីថៃអត់ចូលរួមហើយអញ្ចឹងទៅខ្ញុំត្រូវបកស្រាយក្នុងក្នុង comment នឹងដដែលអញ្ចឹងតែចឹងពិបាកដែរតែយ៉ាងណាមិនអីទេសំណួរវាមិនមានបញ្ហាអីចិត្តទៅសួរបាទ